នៅក្នុងคลิปនេះមកចង់នាំញាតិញោមឲ្យសង្កេតពិនិត្យពិចារណាអំពីទម្រង់របស់ប្រព័ន្ធចក្រវាឡយើងនេះញាតិញោមឃើញទេមានព្រះអាទិត្យជាដួងកែវបំភ្លឺលោកស្ថិតនៅកណ្ដាលបងហើយភពផ្សេងគឺនៅខាងហើយវិលជុំវិញព្រះអាទិត្យហើយព្រះអាទិត្យជាតួអង្គភពដែលមានពន្លឺបំភ្លឺនៃភពទាំងឡាយទាំងពួងនៃចក្រវាឡនេះអញ្ចឹងការស្ថិតនៅកណ្ដាលគឺសំខាន់ណាស់ញាតិញោមភាពតាំងនៅជាកណ្ដាលមិនលំអៀងទៅឆ្វេងមិនលំអៀងទៅស្ដាំអញ្ចឹងច្បាប់នៃពន្លឺត្រាស់ដឹងក៏ដូចគ្នាដរាបណាញាតិញោមមិនបានវឹកហាត់ចិត្តឲ្យប្រកបដោយសមាធិចិត្តជាចិត្តមានឧបេក្ខាដ៏បរិសុទ្ធចិត្តដែលមានឧបេក្ខាបរិសុទ្ធហ្នឹងគឺជាចិត្តមួយដែលមិនសោមនស្សមិនទោមនស្សក្នុងសង្ខារទាំងពួងជាចិត្តមិនប្រព្រឹត្តងប់ងល់នៅក្នុងទុក្ខពេកសុខពេកជាចិត្តមួយដែលមិនឆ្វេងពេកមិនស្ដាំពេកប្រព្រឹត្តទៅជាឧបេក្ខាកណ្ដាលអរិយបរអង្គ8ជាបដិបទាកណ្ដាលអញ្ចឹងប្រសិនបើយើងមិនប្រព្រឹត្តខ្លួនជាកណ្ដាលជាបុគ្គលលំអៀងបពពួកក្រុមសំណុំយោះបរិវារបពពួកក្រុមលំអៀងដោយទិដ្ឋិអន្តសនៈប្រកាន់សំណាក់បពពួកប្រកាន់គ្រូអាចារ្យពេលនោះយើងមិនអាចคล้ายទៅជាអ្នកដែលមានពលឺពុទ្ធិពលឺពុទ្ធិពលឺទៅតាមអង្គព្រះសម្មាសម្ពុទ្ធព្រះអង្គបានត្រាស់ដឹងព្រះអង្គបានត្រាស់ដឹងជាពលឺសัพពយុត្តញ្ញាណបើសិនបើយើងចង់ស្វែងរកពលឺសัพពយុត្តញ្ញាណតាមផ្លូវព្រះពុទ្ធអង្គយើងត្រូវមានចិត្តជាឧបេក្ខាយើងដើរទៅសំណាក់ណាក្រុមណាលទ្ធិណាគឺដើម្បីសិក្ខាដើម្បីសិក្សាមិនមែនដើម្បីឲ្យប្រកាន់មមហួងហែងរហូតបែងចែកវណ្ណៈបកក្រុមទេចឹងច្បាប់នៃតួអង្គពន្លឺត្រាស់ដឹងគឺត្រូវតែប្រកបដោយឧបេក្ខាចិត្តណាដោយពោជង្គៈទាំង7មានសតិសម្ពោជង្គៈរហូតមកឧបេក្ខាពោជង្គៈមេត្តាព្រមវិហារធររហូតដល់ឧបេក្ខាអាហ្នឹងអញ្ចឹងហើយដែលញាតិញោមសិក្សាជាជលសោតាវិបស្សនាយានិកនឹងត្រឹមតែជាសង្ខារការរលត់មិនសមនោះមិនទោមនោះនឹងសតហត្ថជាខណ្ឌកសមាធិប្រព្រឹត្តទៅជាឧបេក្ខាចិត្តអញ្ចឹងញាតិញោមពុទ្ធបរិស័ទដើម្បីជួយសង្គមយើងហើយក៏ដើម្បីរុញចិត្តរបស់ខ្លួនឲ្យជាចិត្តដែលមានពលឺពុទ្ធិបរិបូរដោយភាពទូលំទូលាយហើយធ្វើឲ្យខ្មែរយើងមានភាពរួបរวมសាមគ្គីគ្នាបានយើងមិនត្រូវលំអៀងទេស្រុកទេសមួយក៏ដូចគ្នាកាលណាដែលប្រព័ន្ធតុលាការជាប្រព័ន្ធកណ្ដាលរសារភាពសុក្រិតយុត្តិធម៌លំអៀងហើយសង្គមនោះក៏វឹកវរតាមនឹងយ៉ាងណាចិត្តរបស់យើងដែលមិនទាន់មានសភាពនឹងសុបនៅក្នុងឧបេក្ខាចិត្តទេចិត្តនោះក៏មិនទាន់អាចមានសតិដ៏បរិសុទ្ធដើម្បីញ៉ាំងវិបស្សនាញាណនោះឲ្យកើតឡើងដែរព្រោះរវល់ទៅជាប់សោមនស្សទោមនស្សកិលេសលោភៈទោសៈអញ្ចឹងយើងមិនអាចកំចាត់មោហៈដោយអំណាចវិបស្សនាញាណបានឡើយអញ្ចឹងរឿងនេះជាច្បាប់ចក្រវាឡទេញាតិញោមបុគ្គលណាក្តីដែលចង់សម្រេចនៅញយធម៌ជាញាណដ៏បរិសុទ្ធយថាភូតញាណទស្សនៈហ្នឹងគឺប្រព្រឹត្តទាំងកាយទាំងចិត្តនឹងឲ្យជាកណ្ដាលដើម្បីឲ្យកាយនិងចិត្តប្រព្រឹត្តរួមគ្នាស្មើហើយคล้ายជាពន្លឺប្រៀបដូចជាព្រះអាទិត្យដែលរះចំកណ្ដាលវងនៃភពសូមคลิปនេះបានជាប្រយោជន៍ដល់ញាតិញោមពុទ្ធបរិស័ទហើយយើងបើកចិត្តឲ្យទូលាយកុំប្រកាន់សំណាក់ប្រកាន់គ្រូអាចារ្យព្រោះថាធម៌ព្រះសម្មាសម្ពុទ្ធនឹងមានអាចច្រើនមានអាចច្រើនមានវិជា18តែសំខាន់វាតកតនឹងចិត្តឧបេក្ខានេះឯងចិត្តកណ្ដាលចិត្តមិនលំអៀងនេះឯងចិត្តយុត្តិធម៌ចិត្តសុក្រិតចិត្តសច្ចៈ